បាទខែកដចេះពុកម៉ែបងប្អូនអើយខ្យល់មកលិហិមែនអីទឹកហូររ៉ែពុកម៉ែបងប្អូនអើយនិយាយពីត្រីសតំណាញ់ពីហ៊ុនពុកម៉ែបងប្អូនជប់យ៉ាងណាក៏ជប់ពុកម៉ែបងប្អូនអើយដងយុទ្ធនាអស់ពុកម៉ែបងប្អូនបាទបងប្អូនអើយឃើញត្រីក្រាញ់ស្រែយើងស្រស់ស្អាតចឹងពុកម៉ែបងប្អូនអើយនឹកឃើញដល់ស្លម្ជូរពុកម៉ែបងប្អូនអើយដាក់ម្ជូរយ៉ាងទូហល់ក្តៅពុកម៉ែបងប្អូនហត់បែកញើសប្រងពុកម៉ែបងប្អូនពិនិត្យមើលរូបអប្សរានៅតាមប្រាសាទពិសេសនេះនៅប្រាសាទបាយ័នណាពុកម៉ែបងប្អូនខ្ញុំកោតសរសើរបុព្វបុរសដូនតាខ្មែរយើងពុកម៉ែបងប្អូនអើយកសាងប្រាសាទដ៏ស្រស់ស្អាតពិសេសគឺរូបចម្លាក់រស់រវើកពុកម៉ែបងប្អូនមើលទៅពីមកកាច់យើងខាំឯងកតិចទីតលើនេះកូនមីចោលអត់ស្គាល់អញទេគញ៉ាច់ឯងស៊ីតោះពុកម៉ែបងប្អូនមើលអ៊ីកដោះត្រីម្ដងពុកម៉ែបងប្អូនអើយគិតថាថ្ងៃនេះសរុបទៅបាន50គីឡូហើយជាលទ្ធធ្វើពុកម៉ែបងប្អូនអើយបាទថ្ងៃនេះរៀងតែបន្តិចពុកម៉ែបងប្អូនណាយើងបានតែត្រៃជាមួយលក់ពុកម៉ែបងប្អូនលក់ស្ងផ្លែកមើលតែត្រៃនេះគឺយើងច្បាច់មួយត្រីអាំងពុកម៉ែបងប្អូនច្បាច់មួយត្រីអាំងទៅតំណងដែរតើពុកម៉ែបងប្អូនទី8ពុកម៉ែបងប្អូនមើលកូនសិស្សខ្ញុំណាក់ទី8ពុកម៉ែបងប្អូនណាកាលពីទី7ពីថ្នាក់ឡើងមកទី8ប្រគំមួយថ្នាក់ពុកម៉ែបងប្អូនគឺមួយថ្នាក់នឹងពេញមកនេះអត់ឲ្យខានអត់ឲ្យឈប់ទេណាបាទឮចាស់គាត់និយាយថាដែលក្រាញ់ប៉ិនរនាលពុកម៉ែបងប្អូនណាមែនខ្ញុំឃើញផ្ទាល់ពុកម៉ែបងប្អូនភ្លៀងកាលពីម្សិលមួយថ្ងៃនិយាយពីតែក្រាញ់វារនាលឡើងមកលើគោពុកម៉ែបងប្អូនតាមទឹកបាទជំរាបសួរពុកម៉ែបងប្អូននេះគឺជារូបភាពលក្ខណៈយន្តនៅទំនុកចំការយើងបាទលូទំនុកចំការយើងពុកម៉ែបងប្អូនកាលពីថ្ងៃមុនពុកម៉ែបងប្អូនតែខ្ញុំអត់ខុសផងបងប្អូនអូយសំណោះមែនទេពុកម៉ែបងប្អូនតែសំណាងឲ្យម្ចាស់មិនអីពុកម៉ែបងប្អូនអូសម្លាញ់ឯងពិតជាយល់ចិត្តគ្នាមែនតោះជូនគ្នាទៅសាលារៀនបន្តិចរស់ម៉ូតូគ្នាបែកកង់